ប្រធានអង្គភិបអ្នកនាំពាក្យរាជរដ្ឋាភិបាលមានប្រសាសន៍ថាទាល់តែមានមនុស្សពូកែច្រើនទើបប្រទេសរីកចម្រើនខ្លាំងឯកឧត្តមប៉ែនបូណារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភិបអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាគណៈអធិបតីនិងជាវាគ្មិនក្នុងបឋកថាស្ដីពីការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ2050ក្លាយជាប្រទេសដែលមានចំណូលខ្ពស់បានលើកឡើងថាដើម្បីកសាងប្រទេសមួយឲ្យរឹងមាំនិងរីកចម្រើនខ្លាំងទាល់តែកសាងមូលធនមនុស្សខ្លាំងពូកែឲ្យបានច្រើនអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថានេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7នៃរដ្ឋសភាដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដែលក្នុងនោះមុំទី1ផ្ដោតលើការអភិវឌ្ឍមូលធនមនុស្សពលគឺជាមនុស្សដែលមានចំណេះជំនាញពិតប្រាកដពោពេញដោយសមត្ថភាពខ្លាំងពូកែនិងមានទាំងជំនាញទន់សិលធម៌ល្អសុខភាពរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្តព្រមទាំងមានមនសិការស្នេហាជាតិខ្ពស់ឯកឧត្តមប៉ែនបូណាបន្តថាបន្ទាប់ពីមូលធនមនុស្សគឺកត្តាសេដ្ឋកិច្ចដែលជាមុំទី2នៃយុទ្ធសាស្ត្របញ្ចកោណពីព្រោះប្រទេសមួយដែលមានសេដ្ឋកិច្ចរឹងមាំនិងមានឥទ្ធិពលទាល់តែមានសេដ្ឋកិច្ចខ្លាំងប្រធានអង្គភិបអ្នកនាំពាក្យរាជរដ្ឋាភិបាលបានជំរុញលើកទឹកចិត្តឲ្យយុវជនខិតខំរៀនសូត្រនិងចាប់យកឱកាសដែលរាជរដ្ឋាភិបាលផ្ដល់ជូនដើម្បីក្លាយជាមូលធនមនុស្សដែលខ្លាំងពូកែនិងជាធនធានដ៏មានតម្លៃរបស់ប្រទេសជាតិទៅថ្ងៃអនាគតស្របតាមមុំទី1នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលឯកឧត្តមប៉ែនបូណាបន្តថាការចូលរួមរបស់យុវជនពិតជាមានសារៈសំខាន់ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ2050ក្លាយជាប្រទេសដែលមានចំណូលខ្ពស់សូមបញ្ជាក់ថាបទកថានេះបានធ្វើឡើងនៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយុទ្ធពលខេមរៈភូមិន្ទនៅរសៀលថ្ងៃទី13ខែសីហាឆ្នាំ2026ដោយមានការថ្លែងសន្ទរកថាស្វាគមន៍ពីឯកឧត្តមស្នេហ៍ឯកសាស្ត្រាចារ្យនឹមមីលានាយកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយុទ្ធពលខេមរៈភូមិន្ទនិងដោយមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូនិងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិតសរុបប្រមាណជាង600នាក់សូមជម្រាបថាយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7នៃរដ្ឋសភារួមមានមុំទី1គឺការអភិវឌ្ឍមូលធនមនុស្សមុំទី2ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែងមុំទី3គឺការអភិវឌ្ឍវិស័យឯកជននិងការងារមុំទី4ការអភិវឌ្ឍប្រកបដោយភាពធន់ចីរភាពនិងបរិយាបន្ននិងមុំទី5គឺការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម Digitalបទកថានេះបានធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួន4រួមមានទី1ដើម្បីឲ្យយុវជនយល់ដឹងពីគោលនយោបាយជាតិនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី7នៃរដ្ឋសភាទី2លើកទឹកចិត្តដល់សាមណនិស្សិតឲ្យអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សដ៏ពេញលេញដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាទី3យល់ដឹងពីសារៈសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវនិងការសម្រេចចិត្តនិងទី4លើកកម្ពស់ឲ្យយុវជនចូលរួមអភិវឌ្ឍសង្គមជាតិដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ2050ក្លាយជាប្រទេសដែលមានចំណូលខ្ពស់